នេះ23ចំណុចសម្រាប់អ្នកដែលចូលចិត្តញ៉ាំសាច់អាំងខ្លាំងមែនតើទី1គឺជំងឺមហារីកពេលដែលយើងញ៉ាំសាច់អាំងហើយសាច់អាំងដែលយើងញ៉ាំទៅនឹងវាបានស្រក់ខ្លាញ់តក់ប៉ះទៅលើខ្ជូងហើយខ្ជូងហ្នឹងក៏វាបានសាយភាយអាកតិខ្ជូងហ្នឹងមកលើសាច់ហ្នឹងវិញអញ្ចឹងពេលដែលយើងញ៉ាំអាខ្មៅហ្នឹងទៅវាមានហានិភ័យខ្ពស់ជាពិសេសជំងឺមហារីកពោះវៀនធំតែម្ដងចំណុចទី2គឺឧបសគ្គនៃការស្ទះពោះវៀនធំព្រោះដោយសារតែខ្លាញ់កាលណាយើងញ៉ាំកាន់តែច្រើនអញ្ចឹងវាធ្វើឲ្យកាពះពោះវៀនហ្នឹងធ្វើការខ្លាំងមែនទែនហើយការច្រោះនិងការកន្ត្រាក់របស់ពោះវៀននិងកាពះហ្នឹងវាចុះខ្សោយដែរអញ្ចឹងធ្វើឲ្យអ្នកដែលគាត់ចូលចិត្តញ៉ាំអញ្ចឹងអាសាឆ្អល់ពោះពិបាកបត់ជើងធំគឺអត់ងាយរលាយអាហារបានស្រួលទេចំណុចទី3លើសឈាមនិងហើមវាមិនមែននៅលើសាច់ទេសាច់វារឿងមួយឯងសម្បូរប្រូតេអ៊ីនប៉ុន្តែទឹកជ្រលក់ហ្នឹងវាមានប្រៃវាមានផ្អែមហើយបើប៉ះអ្នកជំងឺដែលគាត់កំពុងតែទឹកនោមផ្អែមទឹកនោមប្រៃផងញ៉ាំទៅគឺឲ្យផលលឿនមែនតើតាក់ទងជាមួយនឹងរឿងហើមមុខឬក៏ហើមនៅលើខ្លួនរបស់គាត់ព្រោះគាត់ជាអ្នកជំងឺស្រាប់អញ្ចឹងបងប្អូនណាខ្លះដែលចូលចិត្តញ៉ាំសាច់អាំងបងប្អូនចង់យ៉ាងក៏បានតែបើចង់បានសុខភាពល្អគឺយើងកាត់បន្ថយអាហារណាដែលវាមានហានិភ័យខ្ពស់ហើយជាពិសេសលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាញ៉ាំក៏ទៅពិនិត្យជាតិខ្លាញ់ទៅពិនិត្យជាតិស្ករទៅពិនិត្យជាតិអាស៊ីតនិយាយទៅពិនិត្យសុខភាពឲ្យបានទៀងទាត់តែម្ដងអរគុណច្រើនវីដេអូនេះចែករំលែកពីអ្នកគ្រូសៀវភៅចា